Welcome to the Voice of America in Kamai. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់ VOA នៅព្រឹកថ្ងៃអង្គារទី4ខែមីនាឆ្នាំ2025នេះខ្ញុំហុងចិន្តានិងសហការីក្រុមផ្សាយជាកាមេរ៉ាភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកសៃម៉ូនីសូមជូនដើមរឿងព័ត៌មានសំខាន់ៗនៅព្រឹកនេះចក្រភពអង់គ្លេសថាមានសំណើជាច្រើនសម្រាប់បទជបាញ់នៅអ៊ុយក្រែនរុស្ស៊ីថាគេចាំបាច់ត្រូវតែបង្ខំលោក Zelensky ឲ្យចរចារកសន្តិភាពប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបារម្ភអំពីការងាករាយយ៉ាងខ្លាំងនៅទិសដៅរបស់អាមេរិកនៅក្នុងការផ្សាយរបស់ VOA នៅព្រឹកនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីអាជីវកម្មខ្នាតតូចនៅអាមេរិកត្រៀមទប់ទល់នឹងឥទ្ធិពលពន្ធគយថ្លៃជាងមុនលើដៃថែបនិងអាលុយមីញ៉ូមសិទ្ធិវិទូផ្ដល់យោបល់នៅពេលអតិផរណានៅសហរដ្ឋអាមេរិកកើនឡើងកម្មវិធី Saturday Night Live ប្រារព្ធខួប50ឆ្នាំនិងកម្មវិធីប្រភពច្បាស់ការអំពីវិធីសាស្ត្រ4ដើម្បីធានាសន្តិភាពយូរអង្វែងដល់អ៊ុយក្រែនលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលនាំមកជូនដោយលោកសៃម៉ូនីសូមអញ្ជើញលោកម៉ូនីបាទសូមអរគុណចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃច័ន្ទថាមានសំណើដែលអាចទៅរួចជាច្រើននៅលើតុចរចាសម្រាប់បទជបាញ់គ្នានៅអ៊ុយក្រែនអង់គ្លេសបញ្ជាក់ដូចនេះបន្ទាប់ពីបារាំងបានស្នើនៅសំណើមួយឲ្យមានបទជបាញ់ដំណាក់កាលដំបូងមួយខែដែលអាចត្រួសត្រាយផ្លូវសម្រាប់ការចរចាសន្តិភាពនៅអ៊ុយក្រែននេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយថាជាក់ស្ដែងមានជំរើសជាច្រើននៅលើតុចរចាតែខ្ញុំមិនអាចបញ្ជាក់លម្អិតអំពីជំរើសទាំងនោះបានទេបណ្ដាប្រទេសនៅអឺរ៉ុបដែលដឹកនាំដោយចក្រភពអង់គ្លេសនិងបារាំងកំពុងពិនិត្យលើជំរើសនានាសម្រាប់សំណើសន្តិភាពដែលរួមបញ្ចូលអ៊ុយក្រែននៅក្នុងនោះបន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកនៅសេតវិមានកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នាយករដ្ឋមន្ត្រីអង់គ្លេសលោក Starmer បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងបណ្ដាមេដឹកនាំអឺរ៉ុបនៅក្នុងទីក្រុងឡុងកាលពីថ្ងៃអាទិត្យនិងបាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាតាក់តែងផែនការសន្តិភាពសម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដើម្បីដាក់ជូនសហរដ្ឋអាមេរិកនៅក្នុងកិច្ចសម្ភាសន៍មួយដែលបានធ្វើឡើងពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងពីលទ្ធភាពនៃការមានបទឈប់បាញ់មួយខែទោះបីជាកន្លងមកសំណើនេះមិនទាន់ទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តផ្សេងទៀតក៏ដោយលោក Zelensky បាននិយាយថាបទឈប់បាញ់ណាមួយក៏ដោយគឺត្រូវតែធ្វើឡើងដោយមានការធានាសន្តិសុខច្បាស់លាស់ពីក្រមប្រចាំប្រទេសដើម្បីធានាថារុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែនកាលពី3ឆ្នាំមុននឹងកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល 20% មិនវាយប្រហារអ៊ុយក្រែនម្ដងទៀតឡើយកាលពីថ្ងៃច័ន្ទរុស្ស៊ីបានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាមិនចង់បានសន្តិភាពក្រោយពីមានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងមេដឹកនាំអ៊ុយក្រែនរូបនេះនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាលោក Zelensky មិនចង់បានសន្តិភាពទេនរណាម្នាក់គួរតែបង្ខំលោកឲ្យចង់បានសន្តិភាពបើអឺរ៉ុបធ្វើកិច្ចការនេះសូមកោតសរសើរពួកគេផងលោក Peskov បានហៅការប៉ះទង្គិចគ្នាជាពាក្យសម្ដីខឹងសម្បាជាសាធារណៈរវាងលោក Trump និងលោក Zelensky ថាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកលោក Peskov បានបន្ទោសលោក Zelensky ដោយនិយាយថាលោក Zelensky បង្ហាញកង្វះសមត្ថភាពការទូតទាំងស្រុងលោក Peskov បានស្នើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបធ្វើយ៉ាងណាសម្រួលអារម្មណ៍របស់លោក Trump ដោយលោកនិយាយថានរណាម្នាក់ត្រូវតែខិតខំសន្ទនាជាមួយអាមេរិកដើម្បីលុបបំបាត់ភាពសៅហ្មងដែលបានកើតមានក្នុងសេតវិមានក្រោយពីមានការពិភាក្សាជាមួយលោក Zelensky ហើយនោះរុស្ស៊ីបានលើកឡើងដូចនេះបន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនបានជួបពិភាក្សាគ្នាក្នុងទីក្រុងឡុងនៃចក្រភពអង់គ្លេសអំពីការដោះស្រាយវិបត្តិអ៊ុយក្រែនកាលពីថ្ងៃអាទិត្យហើយលោក Zelensky បាននិយាយថាលោកនឹងធ្វើការជាមួយអឺរ៉ុបដើម្បីកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពមួយដែលអាចទៅរួចប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បានសម្ដែងក្តីបារម្ភយ៉ាងជ្រាលជ្រៅកាលពីថ្ងៃច័ន្ទ
ចំពោះការងាករាយយ៉ាងខ្លាំងនៅទិសដៅរបស់អាមេរិកតាំងពីពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានឡើងកាន់តំណែងម្ដងទៀតមកហើយបានរិះគន់ខ្លាំងលើអំណាចដែលគ្មានការត្រួតពិនិត្យរបស់ជនមួយក្តាប់តូចដែលមានអំណាចបច្ចេកវិទ្យាដែលមិនត្រូវបានជ្រើសរើសតាមការបោះឆ្នោតនេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងពេលថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Turk បានស្ដីបន្ទោសខ្លាំងក្លាបំផុតលើអ្វីដែលបានបង្ហាញឲ្យឃើញនៅក្នុងសហរដ្ឋអាមេរិកក្នុងពេលប្រមាណសប្តាហ៍ថ្មីៗនេះលោក Turk បាននិយាយថាយើងទទួលបានការគាំទ្រពីបកទាំងពីរនៅសហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សអស់ជាច្រើនទសវត្សរ៍មកហើយឥឡូវនេះខ្ញុំបារម្ភយ៉ាងខ្លាំងអំពីការងាករាយយ៉ាងខ្លាំងនៅទិសដៅរបស់អាមេរិកដែលកំពុងកើតឡើងនៅក្នុងប្រទេសនិងនៅអន្តរជាតិដោយមិននិយាយចំឈ្មោះលោកត្រាំលោក Turk បានរិះគន់ខ្លាំងថាគោលនយោបាយដែលមានបំណងការពារមនុស្សពីការរើសអើងឥឡូវត្រូវបានចាត់ទុកថាជាការរើសអើងទៅវិញលោក Turk បាននិយាយទៀតថាការរីកចម្រើនផ្នែកសមភាព gender បានបកក្រោយវិញព័ត៌មានប្រឌិតការសម្លុតការគំរាមជាពិសេសទៅលើអ្នកកាសែតនិងមន្ត្រីសាធារណៈប្រឈមនឹងហានិភ័យនៃការធ្វើឲ្យចុះខ្សោយដល់ការងារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងដំណើរការរបស់ស្ថាប័នដោយមិននិយាយចំឈ្មោះលោក Elon Musk ដែលជាប្រធានកាត់ចំណាយដែលតែងតាំងដោយលោកត្រាំលោក Turk ក៏បានសម្ដែងក្តីបារម្ភកាលពីថ្ងៃច័ន្ទផងដែរចំពោះឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ជនមួយក្តាប់តូចដែលមានអំណាចបច្ចេកវិទ្យាដែលមិនត្រូវបានជ្រើសរើសតាមការបោះឆ្នោតដែលមានទិន្នន័យរបស់ប្រជាជនអាមេរិកនៅក្នុងដៃលោក Turk បានសង្កត់ធ្ងន់ថាទម្រង់នៃអំណាចណាដែលគ្មានការត្រួតពិនិត្យអាចឈានទៅដល់ការគៀបសង្កត់ការជិះជាន់និងភាពផ្ដាច់ការដែលជាលក្ខណៈរបស់ជនអត្តាធិបតេយ្យអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថាលោកជឿជាក់ថាចំណងទាក់ទងយោធារវាងប្រទេសទាំងពីរនឹងនៅតែរឹងមាំក្រោមរដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតី Donald Trump ខណៈលោកក៏ទទួលស្គាល់ផងដែរនូវភាពប្រឆានៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែននេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចិននិងហ្វីលីពីនមានការប្រឈមមុខដាក់គ្នាកាន់តែតានតឹងឡើងដោយសារបញ្ហាថ្មប្រប្រាស់ទឹកនិងដែនទឹកក្នុងសមុទ្រចិនខាងត្បូងអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិកលោក Jose Manuel Romualdez ថាលោកជឿជាក់ថាការគាំទ្ររបស់សហរដ្ឋអាមេរិកលើផ្លូវទឹកដែលមានចំនួននិងជំនួយយោធានឹងនៅតែបន្តដោយលោកនិយាយយោងដល់ការលើកលែងរបស់អាមេរិកនៃទឹកប្រាក់ចំនួន$336 លានដែលបានផ្ដល់ជូនហ្វីលីពីនទោះបីជាមានបទបញ្ជារបស់ប្រធានាធិបតីអាមេរិកឲ្យបង្កកជំនួយនឹងការកាត់ចំណាយនៅបរទេសក៏ដោយលោក Romualdez បានថ្លែងទៅកាន់ក្រុមអ្នកកាសែតបរទេសក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនថាខ្ញុំគិតថាទឹកប្រាក់ទាំងអស់នោះនឹងនៅតែបន្តខ្ញុំជឿថាអីចឹងពេលគេសួរថាតើទំនាក់ទំនងប្រឆារវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចប៉ះពាល់ដល់ហ្វីលីពីនយ៉ាងដូចម្តេចនោះលោក Romualdez ថាក្រុមប្រចាំប្រទេសនៅតែមានជំហររួមដដែលពេលនិយាយដល់បញ្ហាសមុទ្រចិនខាងត្បូងលោក Romualdez និយាយថាអ្វីដែលកំពុងកើតឡើងក្នុងឆាកនយោបាយអឺរ៉ុបគឺខុសពីអ្វីដែលកំពុងកើតឡើងនៅទីនេះផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់របស់យើងក្នុងពិភពលោកនេះនៅតែដដែលពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារឆ្លងកាត់សមុទ្រចិនខាងត្បូងហើយវាច្បាស់ណាស់ថាយើងមិនចង់ឲ្យប្រទេសណាមួយលុបលើគេឯងក្នុងតំបន់នេះទេងាកទៅទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងរុស្ស៊ីវិញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោកមីនអមលៀងបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃច័ន្ទដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់សព្វាវុធដល់របបយោធាមីយ៉ាន់ម៉ានេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP លោកមីនអមលៀងដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ2021បានចាក់ចេញពីរដ្ឋធានីណៃពីដោដោយមានការអមដំណើរដោយក្រុមមន្ត្រីជាន់ខ្ពស់និងក្រុងជួបជាមួយនឹងលោកពូទីននៅថ្ងៃអង្គារនេះបើយោងតាមផ្នែកព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាជំនួបនៅទីក្រុងមូស្គូនោះនឹងក្លាយជាជំនួបលើកដំបូងបង្អស់របស់លោកមីនអមលៀងនិងលោកពូទីនក្នុងរយៈពេលជាង2ឆ្នាំចុងក្រោយនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថាភាគីទាំងពីរនឹងពិភាក្សាអំពីក្តីរំពឹងនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ទៅវិញទៅមករវាងរុស្ស៊ីនិងមីយ៉ាន់ម៉ាក៏ដូចជាបញ្ហាអន្តរជាតិនានានាពេលបច្ចុប្បន្ននេះផងដែរក្រុមប្រចាំប្រទេសបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021មកនិងលើរុស្ស៊ីចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅឆ្នាំ2022មកអ្នកវិភាគថាប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងខ្លាំងក្លាជាមួយនឹងប្រទេសជាមិត្តផ្សេងទៀតដើម្បីប៉ះប៉ូវទណ្ឌកម្មធ្ងន់ធ្ងរនានាលោកអ្នកនាងកំពុងតែស្ដាប់កម្មវិធីផ្សាយជាខេមរៈភាសានៃ VOA ប្រភពព័ត៌មានជាទីទុកចិត្តតាំងពីឆ្នាំ1955
អាជីវកម្មខ្នាតតូចនៅក្នុងសហរដ្ឋអាមេរិកកំពុងរងចាំរងឥទ្ធិពលរបស់បទបញ្ជាប្រធានាធិបតីអាមេរិកលោក Donald Trump ដែលដាក់គំនាបពន្ធគយ 25% លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមអ្នកស្រី Michelle Quinn រាយការណ៍អំពីរឿងនេះពីទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិកហើយលោកភីសុភីដាជួនសេចក្តីប្រាយសម្រួលដូចតទៅនេះជាថ្ងៃធ្វើកំប៉ុងនៅសិប្បកម្មបិទស្រា Thermoscale ក្នុងក្រុង Oakland រដ្ឋ California ថ្ងៃនេះកម្មករនឹងចាក់ស្រាបៀរចូលកំប៉ុងអាលុយមីញ៉ូម 6000 នៅថ្ងៃទី12ខែមីនាខាងមុខកំប៉ុងទាំងនេះអាចថ្លៃជាងនេះកាលពីពេលថ្មីនេះប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញបទបញ្ជាបង្កើនពន្ធគយលើដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលនឹងជាប់ពន្ធគយ 25% ដែលកើនពី 10% ក្នុងអំឡុងពេលលោកកាន់អំណាចនៅអាណត្តិទី1ដែកថែបដែលនាំចូលក៏នឹងជាប់ពន្ធគយយ៉ាងតិច 25% ផងដែរដោយលោក Trump ថាលោកឈប់លើកលែងពន្ធគយឆ្នាំ 2018 របស់លោកដល់ប្រទេសណាទាំងអស់លោកថ្លែងថា This is the beginning. នេះគឺជាការចាប់ផ្ដើមនៃការធ្វើឲ្យសហរដ្ឋអាមេរិកមានម្ដងទៀតរដ្ឋបាលលោក Trump មានបំណងបង្កើនផលិតកម្មរបស់អាមេរិកជាពិសេសដែកថែបនិងអាលុយមីញ៉ូមដែលពិបាកប្រជែងជាមួយការនាំចូលដែលមានតម្លៃថោកដែកថែបប្រហែល 1/4 ដែលប្រើនៅអាមេរិកគឺនាំចូលដែលភាគច្រើនមកពីកាណាដានិងមិចស៊ិកអាមេរិកក៏នាំចូលអាលុយមីញ៉ូមប្រហែលពាក់កណ្ដាលផងដែរដែលភាគច្រើនមកពីកាណាដាប៉ុន្តែឧស្សាហកម្មផ្សេងទៀតរំពឹងថាពួកគេទំនងជានឹងចំណាយខ្ពស់នៅមុនពេលផលិតកម្មដែកថែបនិងអាលុយមីញ៉ូមនៅអាមេរិកដំណើរការពេញលេញលោក Lance Hastings ប្រធានសមាគមសហគ្រាសផលិតកម្មនិងបច្ចេកវិទ្យា California និយាយតាមប្រព័ន្ធ Zoom ថា យើងអាចឃើញការលេចឡើងជាថ្មីសម្រាប់រដ្ឋ California និងឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូមអាមេរិកដែលជារឿងដ៏ល្អបំផុតសម្រាប់ប្រទេសយើងរីឯអ្នកដទៃទៀតគឺរងផលប៉ះពាល់អវិជ្ជមានលោក Hastings ថាអាចមានថ្លៃកើនឡើងដែលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន Steel and aluminum are ubiquitous. ដែកថែបនិងអាលុយមីញ៉ូមគឺមានគ្រប់កន្លែងនិងត្រូវការគ្រប់កន្លែងមិនថាផ្នែកសំណង់ការសាងសង់រោងចក្រឬរថយន្តទេយើងត្រូវការវាក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនៅសិប្បកម្មបិទស្រា Thermoscale ការផ្ដោតគឺលើការច្រកស្រាបៀរក្នុងកំប៉ុងនិងបញ្ជូនចេញក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះផលិតកម្មស្រាបៀរខ្នាតតូចដែលធ្លាប់ច្រកក្នុងដបកញ្ចក់ឥឡូវច្រកក្នុងកំប៉ុងអាលុយមីញ៉ូមវិញដែលធ្វើឲ្យការបិទស្រារងគ្រោះដោយសារពន្ធគយនេះលោក Lucas Medina ដែលជាអ្នកបិទស្រានិយាយថា for a lot of small places it could be សិប្បកម្មតូចជាច្រើនអាចបើកឬបិទដោយសារតម្លៃពន្ធគយនិងអ្វីៗផ្សេងទៀតវាមិនមែនជាអ្វីដែលយើងសប្បាយចិត្តនោះទេសិប្បកម្មបិទស្រាដ៏តូចនេះគឺជាផ្នែកមួយនៃប្រព័ន្ធពាណិជ្ជកម្មសកលលោកសិប្បកម្មនេះនាំចូល malt ពីកាណាដាលោក Brendan Bogle ដែលជានាយកប្រតិបត្តិសិប្បកម្មនេះបារម្ភអំពីលទ្ធភាពដែលអាចមានសង្គ្រាមពាណិជ្ជកម្មដ៏ធំរឿងទាំងនេះធ្វើឲ្យយើងភ័យដោយសារយើងបានប្រឈមនឹងបញ្ហាធំមួយចំនួនរួចហើយឥឡូវនេះយើងរងឥទ្ធិពលនេះភ្លាមដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់របស់យើងកាន់តែថ្លៃនេះវាក្លាយជាបញ្ហាប្រឈមកាន់តែធំពន្ធគយអាមេរិកលើដែកថែបនិងអាលុយមីញ៉ូមនេះគ្រោងចូលជាធរមាននៅថ្ងៃទី12ខែមីនាខាងមុខពីរដ្ឋធានី Washington ខ្ញុំភីសុភាដា VOA អតិផរណានៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានៅពេលដែលតម្លៃម្ហូបអាហារសាំងផ្ទះនិងរបស់ផ្សេងទៀតនៅបន្តកើនឡើងអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA អ្នកស្រី Veronica Balderas Iglesias បាននិយាយជាមួយសិទ្ធិវិទូមួយចំនួនអំពីវិធានការអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អាចធ្វើដើម្បីធ្វើឲ្យអតិផរណាធ្លាក់ចុះអ្នកស្រីរាយការណ៍ពីរឿងនេះពីរដ្ឋធានី Washington ហើយលោក Pispheda ជួនសេចក្តីប្រាយសម្រួលដូចតទៅអតិផរណានៅក្នុងសហរដ្ឋអាមេរិកនៅតែកើនឡើងសន្ទុះថ្លៃទំនិញបានកើនឡើង 3% នៅខែមករាលើសពីមួយឆ្នាំមុននេះបញ្យងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារអាមេរិកសេដ្ឋវិទូថាការកើនឡើងនេះបណ្ដាលមកពីកត្តាជាច្រើនអ្នកស្រី Alison Strager សេដ្ឋវិទូនៅវិទ្យាស្ថាន Manhattan និយាយថា The cost of housing is still going up តម្លៃផ្ទះនៅកើនឡើងសេវាកម្មនានានៅតែថ្លៃទំនិញបានធ្លាក់ចុះភាគច្រើនពីការងើបឡើងវិញពីវិបត្តិ COVID-19 ប៉ុន្តែដំណើរវិវត្តនេះបានជាប់គាំងភាគច្រើនលោក Edmund Berisha សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Montclair State University ថ្លែងថា We are doing pretty good in terms of the យើងធ្វើបានល្អទាក់ទិននឹងអត្រាអត់ការងារធ្វើនេះមានន័យថាមនុស្សមានការងារធ្វើនិងរកលុយបានហើយនៅពេលពួកគេមានលុយពួកគេនឹងចំណាយដែលការចំណាយច្រើននេះធ្វើឲ្យតម្លៃទំនិញនៅតែខ្ពស់
ទោះបីអ្នកវិភាគថាប្រធានាធិបតីអាមេរិកលោក Donald Trump ចូលកាន់តំណែងនៅពេលដែលសេដ្ឋកិច្ចមានស្ថិរភាពជាទូទៅក៏ដោយក៏លោក Trump នៅតែបន្ទោសថាអតិផរណានេះគឺដោយសារអតីតប្រធានាធិបតីអាមេរិកលោក Joe Biden នេះគឺបណ្ដាលមកពីលោក Biden ពេលខ្ញុំកាន់តំណែង4ឆ្នាំដំបូងគឺគ្មានអតិផរណាទេខ្ញុំកាន់តំណែងឥឡូវនេះចំពេលមានអតិផរណាស្រាប់សេដ្ឋវិទូអ្នកស្រី Strager ថាវិធានការខ្លះដែលលោក Trump ស្នើឡើងអាចជំរុញសេដ្ឋកិច្ចអ្នកស្រីនិយាយថា particularly corporate ជាពិសេសការកាត់ពន្ធសាជីវកម្មកំណែទម្រង់ពន្ធបន្ថែមទៀតដែលអាចទៅរួចនិងការដកចេញការដាក់កំហិតខ្លះក៏នឹងជួយបង្កើនសេដ្ឋកិច្ចផងដែរអ្នកប្រើប្រាស់មិនរំពឹងថាអត្រាការប្រាក់នឹងធ្លាក់ចុះនោះទេប៉ុន្តែអ្នកជំនាញថាមានវិធានការផ្សេងទៀតដែលធ្វើឡើងដើម្បីបន្ធូរបន្ថយថ្លៃចំណាយប្រចាំថ្ងៃលោក Berisha និយាយថា យើងចង់ឲ្យមានទីផ្សារសេរីឲ្យបានច្រើនតាមដែលអាចធ្វើបានរឿងផ្សេងទៀតគឺយើងចង់ជំរុញផលិតកម្មផងដែរលោក Berisha ថាអតិផរណាជាបាតុភូតសកលនឹងថាបើប្រៀបជាមួយប្រទេសផ្សេងសេដ្ឋកិច្ចអាមេរិកនៅតែប្រសើរទោះបីជាការងារមានកំណើនតិចតួចកាលពីខែមករាក៏ដោយពីរដ្ឋធានី Washington ខ្ញុំភីសូភីដា VOAកម្មវិធី Saturday Night Live ឬហៅកាត់ថា SNL គឺជាកម្មវិធីលើទូរទស្សន៍បែបកំ pl របស់អាមេរិកដ៏សំខាន់អស់រយៈពេល50ឆ្នាំមកហើយសម្រាប់ណែនាំតារានិងពង្រឹងវប្បធម៌កាលពីរាត្រីថ្ងៃទី16ខែកុម្ភៈកន្លងទៅនេះក្រុមអ្នកគាំទ្រនិងតារាល្បីៗបានប្រមូលផ្ដុំគ្នានៅទីក្រុងញូវយ៉កដើម្បីប្រារព្ធពិធីគម្រប់ខួបទី50នេះលោក Aaron Renan រាយការណ៍អំពីរឿងនេះពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយអ្នកនាងស្រីលក្ខិណាជួនសេចក្តីប្រាសម្រួលដូចតទៅអស់5ទសវត្សរ៍មកហើយកម្មវិធី Saturday Night Live ឬ SNL ជាកម្មវិធីបែបកំ pl ដែលពង្រឹងអាជីពតារាដូចជាលោក Bill Murray លោក Eddie Murphy លោក Will Ferrell និងអ្នកស្រី Tina Fey កាលពីថ្ងៃទី16ខែកុម្ភៈពួកគេជាច្រើនបានវិលមកផ្ដល់កិត្តិយសដល់កម្មវិធីដែលផ្ដើមអាជីពពួកគេនៅខាងក្រៅបន្ទប់ផ្សាយទូរទស្សន៍ NBC នៅទីក្រុង New York ពួកអ្នកគាំទ្របានប្រមូលផ្ដុំគ្នាដោយសង្ឃឹមថាបានឃើញតារាដែលពួកគេចូលចិត្តអ្នកស្រី Blake Lively លោក Ryan Reynolds លោក Jerry Seinfeld និងលោក Kevin Costner ស្ថិតនៅក្នុងចំណោមតារាល្បីៗដែលចូលរួមក្នុងកម្មវិធីនៅយប់នោះដោយបង្ហាញពីឥទ្ធិពលវប្បធម៌ខ្លាំងក្លាមួយរបស់កម្មវិធី SNL នេះលោក Derek Atkinson អ្នកគាំទ្រកម្មវិធី SNL មកពីទីក្រុង Atlanta រដ្ឋ Georgia ថ្លែងថា It's a cultural experience. វាជាបទពិសោធន៍វប្បធម៌មួយសម្រាប់មនុស្សជាច្រើនពួកគេជាបេះដូងនៃវិស័យកំ pl សម្រាប់អាមេរិកលោក Michael Scherer អ្នកគាំទ្រកម្មវិធី SNL មកពីទីក្រុង New York ថ្លែងថា You could be relatively obscure. គេប្រហែលជាមិនស្គាល់អ្នកពីមុនទេហើយក្រោយពីចេញមុខក្នុងកម្មវិធីនេះភ្លាមស្រាប់តែទទួលបានចំណាប់អារម្មណ៍និងមានគេស្គាល់ច្រើនអ្នកវិតម្លៃកម្មវិធីទូរទស្សន៍អ្នកស្រី Alison Herman ថ្លែងថាកម្មវិធីនេះមិនមែនគ្រាន់តែធ្វើឲ្យសើចប៉ុណ្ណោះទេតែថែមទាំងជួយពង្រឹងវិស័យកំ pl ជាច្រើនជំនាន់និងរបៀបដែលយើងឃើញពិភពលោកអ្នកស្រី Herman ថ្លែងថា Saturday Night Live is the longest standing comedy institution in America កម្មវិធី SNL គឺជាវិទ្យាស្ថានបែបកំ pl ដែលឈរជើងបានយូរជាងគេនៅអាមេរិកការឈរជើងកាន់តែយូរវាសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីនេះកាន់តែខ្លាំងជាច្រើនឆ្នាំមកហើយកម្មវិធី SNL នេះបន្សល់ដានលើឆាកនយោបាយផងដែរមានតាំងពីលោក Chevy Chase ធ្វើត្រាប់តាមលោកប្រធានាធិបតី Gerald Ford រហូតដល់លោក Alec Baldwin ធ្វើត្រាប់តាមលោកប្រធានាធិបតី Donald Trump ដែលកម្មវិធីនេះបានកែប្រែការយល់ឃើញរបស់ពលរដ្ឋអាមេរិកចំពោះមេដឹកនាំពួកគេលោក Trump ក៏ធ្លាប់កាន់កម្មវិធីនេះក្នុងឆ្នាំ2015ក្នុងពេលឈរឈ្មោះបោះឆ្នោតអាណត្តិទី1អ្នកស្រី Herman ថ្លែងថាSo I think in politics as with everything else SNL is kind of ខ្ញុំគិតថាក្នុងវិស័យនយោបាយក៏ដូចអ្វីផ្សេងទៀតដែរ SNL ហាក់ដូចដើរតួជាអ្នកនាំមុខការសម្ដែងធ្វើត្រាប់តាមបុគ្គលណាម្នាក់មិនទាន់មានអ្នកធ្វើបានល្អដូចនេះនៅឡើយទេតន្ត្រីជាផ្នែកធំនៃកម្មវិធី SNL ជាច្រើនឆ្នាំមកហើយតារាល្បីដូចជាលោក Prince ក្រុម Nirvana អ្នកស្រី Beyonce និងកញ្ញា Taylor Swift ធ្លាប់ចូលរួមកម្មវិធីនេះហើយកម្មវិធីនៅយប់នេះគឺមិនខុសពីមុននោះទេគឺមានការសម្ដែងដោយតារាល្បីៗបំផុតនៅក្នុងវិស័យតន្ត្រីនេះគណៈពួកអ្នកគាំទ្រអបអរគម្រប់ខួបនេះអ្នកស្រី Herman នៃក្រុមហ៊ុន Variety ថាគេដំណើររបស់កម្មវិធី SNL គឺច្រើនសន្ធឹកសន្ធាប់ It's kind of a singular phenomenon and right now វាហាក់ដូចជាបាតុភូតតែមួយហើយឥឡូវនេះ
វាមានអាយុកាល50ឆ្នាំហើយនិងបន្តទៅមុខទៀតនាពេលអនាគត50ឆ្នាំកន្លងផុតទៅកម្មវិធី SNL នៅតែបន្តនាំមកនូវសំណើចក្អាកក្អាយនៅ50ឆ្នាំទៅមុខទៀតចៅរបស់ពួកអ្នកគាំទ្រប្រហែលនឹងបន្តមានហើយប្រារព្ធខួប100ឆ្នាំពីរដ្ឋធានី Washington ខ្ញុំស្រីលក្ខិណា VOA មានកិច្ចខិតខំប្រឹងប្រែងទាំងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជាង3ឆ្នាំរវាងរុស្ស៊ីនិងអ៊ុយក្រែនអ្នកជំនាញស្នើឡើងថាដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយមានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនសហរដ្ឋអាមេរិកត្រូវប្រើយុទ្ធសាស្ត្រសំខាន់ៗដែលមានដូចជាយុទ្ធសាស្ត្រសម្ពាធអតិបរមាយុទ្ធសាស្ត្រចរចាការបង្ហាញផលប្រយោជន៍សេដ្ឋកិច្ចនិងមាគ៌ាកណ្ដាលតទៅនេះលោកម៉ែនកំសែងនៃ VOA សូមជូនសេចក្តីរាយការណ៍នៅក្នុងកម្មវិធីប្រភពច្បាស់ការដូចតទៅអ្នកជំនាញស្នើឡើងថាដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយមានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនសហរដ្ឋអាមេរិកត្រូវប្រើយុទ្ធសាស្ត្រសំខាន់ៗដែលមានដូចជាយុទ្ធសាស្ត្រសម្ពាធអតិបរមាយុទ្ធសាស្ត្រចរចាបង្ហាញផលប្រយោជន៍សេដ្ឋកិច្ចនិងមាគ៌ាកណ្ដាលសូមជម្រាបសួរប្រិមិត្តរបស់ VOA សូមស្វាគមន៍មកកាន់កម្មវិធីប្រភពច្បាស់ការ Primary Sources នៅក្នុងកម្មវិធីប្រភពច្បាស់ការនៅសប្តាហ៍នេះខ្ញុំសូមបង្ហាញជូនអំពីសេណារីយ៉ូសំខាន់ចំនួន4នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែនសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានឈានចូលមកដល់ឆ្នាំទី4ហើយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនខាងផ្នែកការទូតទាំងនៅសហរដ្ឋអាមេរិកទាំងនៅអឺរ៉ុបដើម្បីឲ្យមានសន្តិភាពយូរអង្វែងសម្រាប់ប្រទេសអ៊ុយក្រែនរីឯក្រុមអ្នកស្រាវជ្រាវក៏បានចេញនូវអនុសាសន៍និងចេញនូវយុទ្ធសាស្ត្រមួយចំនួននៅពេលនេះខ្ញុំសូមសង្ខេបយុទ្ធសាស្ត្រសំខាន់ចំនួន4ដែលក្រុមអ្នកស្រាវជ្រាវបានលើកឡើងក្នុងនោះមានយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមាយុទ្ធសាស្ត្រចរចាយុទ្ធសាស្ត្របង្ហាញផលប្រយោជន៍សេដ្ឋកិច្ចនិងមាគ៌ាកណ្ដាលនៅវគ្គទី1នេះគឺសូមបង្ហាញអំពីយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមាមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប SIPA បានស្នើយុទ្ធសាស្ត្រដាក់សម្ពាធអតិបរមាដើម្បីនាំប្រទេសរុស្ស៊ីទៅកាន់តុចរចាដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែនយុទ្ធសាស្ត្រនេះមាន7ចំណុចដែលរួមមានការផ្ដល់ជំនួយយោធាដោយគ្មានលក្ខខណ្ឌដល់អ៊ុយក្រែនបង្កើនទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុនិងធម្មពលរបស់រុស្ស៊ីការចូលរួមរបស់អ៊ុយក្រែននិងអឺរ៉ុបក្នុងការចរចាស្វែងរកសន្តិភាពការគ្រប់គ្រងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនការមិនយកបញ្ហាសមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការអូតង់មកចរចានឹងរុស្ស៊ីទេដោយសាររុស្ស៊ីមិនមែនជាសមាជិកអង្គការអូតង់ឡើយមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុបបានសង្កត់ធ្ងន់ទៅលើការពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនជាមុនសិនហើយនឹងការប្រើប្រាស់សមត្ថភាពការទូតដ៏តឹងតែងរបស់សហរដ្ឋអាមេរិកសិនមុននឹងចរចាជាមួយរុស្ស៊ីរីឯយុទ្ធសាស្ត្រទី2វិញគឺយុទ្ធសាស្ត្រចរចាមជ្ឈមណ្ឌល Marshall របស់ប្រទេសអាល្លឺម៉ង់វិញក៏បានចេញនៅអនុសាសន៍មួយចំនួនសម្រាប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ផងដែរតទៅនេះខ្ញុំសូមបង្ហាញជូនចំណុចសំខាន់មួយចំនួនទី1ជួបចរចានឹងលោកពូទីនដោយឈរលើមូលដ្ឋានរឹងមាំមូលនិធិនេះស្នើថាលោកត្រាំគួរតែចរចាជាមួយលោកពូទីនដោយឈរនៅមូលដ្ឋានរឹងមាំមួយពីព្រោះកំហុសរបស់លោកពូទីននៅអ៊ុយក្រែនបានធ្វើឲ្យជំហររបស់លោកចុះខ្សោយទី2ទន្ទឹមនឹងនោះលោក Donald Trump គួរតែត្រៀមខ្លួនដើរចេញពីការចរចាប្រសិនបើលោកពូទីនមិនព្រមធ្វើសម្បទានធំហើយនឹងទី3រួមបញ្ចូលគ្នានៅទណ្ឌកម្មជាមួយនឹងតម្លៃប្រេងនិងឧស្ម័នឲ្យមានតម្លៃទាបមូលនិធិនេះផ្ដល់អនុសាសន៍ឲ្យដាក់សម្ពាធលើប្រទេសរុស្ស៊ីផ្នែកហិរញ្ញវត្ថុដោយការបញ្ចេញលក់នៅលើទីផ្សារនៅប្រេងសាំងដែលនឹងធ្វើឲ្យទណ្ឌកម្មមាននិរន្តរភាពនិងធ្វើឲ្យម៉ាស៊ីនបញ្ឆេះសង្គ្រាមរបស់រុស្ស៊ីផ្ដាច់ប្រភពចំណូលលើពីនេះទៀតមូលនិធិនេះណែនាំថាគឺត្រូវបំពាក់អាវុធឲ្យអ៊ុយក្រែនឲ្យដល់ចំណុចកំពូលដោយផ្ដល់ការគ្រប់គ្រងផ្នែកយោធាដ៏សំខាន់ដល់អ៊ុយក្រែនហើយនឹងក៏ដូចជាការផ្ដល់ឲ្យអ៊ុយក្រែននៅទឹកប្រាក់ចំនួន
$300,000 នៃទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ីហើយនឹងការធ្វើឲ្យអឺរ៉ុបចំណាយប្រាក់កាន់តែច្រើនសម្រាប់សភាវុធនិងផ្ដល់ទាហាន 10,000 នាក់ជាកងរក្សាសន្តិភាពដើម្បីបង្កើនការគ្រប់គ្រងរបស់អឺរ៉ុបដល់អ៊ុយក្រែនអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកកសាងអ៊ុយក្រែនឡើងវិញផងដែរទន្ទឹមនឹងនោះទៅផ្ដល់សមាជិកភាពអូតង់ដល់អ៊ុយក្រែនប្រសិនបើលោកពូទីនបដិសេធកិច្ចព្រមព្រៀងសន្តិភាពដែលមានហេតុផលសមស្របមូលនិធិ Marshall របស់អាល្លឺម៉ង់ជឿជាក់ថាលោក Donald Trump អាចបញ្ចុះបញ្ចូលអ្នកដែលនៅមានបន្ទិលសង្ស័យថាការដែលជួយអ៊ុយក្រែនគឺនឹងបង្កើតការងារសម្រាប់ពលរដ្ឋអាមេរិកទៅវិញទេហើយវានឹងជួយឲ្យមានកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរយុទ្ធសាស្ត្រទី3គឺការផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបាយការណ៍របស់វិទ្យាស្ថានសហគ្រាសរបស់អាមេរិកដែលមានចំណងជើងថាប្រាក់ដុល្លារនិងអារម្មណ៍និងចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកចំពោះជ័យជំនះរបស់អ៊ុយក្រែនក៏ជឿជាក់ថាការដែលជួយអ៊ុយក្រែនគឺនឹងមានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនទៅដល់សហរដ្ឋអាមេរិកដែលជាប្រទេសមួយផ្ដល់ជំនួយនិងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែនការរកឃើញសំខាន់របស់របាយការណ៍រួមមានជ័យជំនះរបស់រុស្ស៊ីនឹងនាំទៅដល់ពិភពលោកដល់គ្រោះថ្នាក់និងថ្លៃចំណាយកាន់តែច្រើនសម្រាប់អាមេរិកដែលទាមទារការចំណាយលើវិស័យការពារជាតិប្រមាណ$808,000ក្នុងរយៈពេល5ឆ្នាំម្យ៉ាងវិញទៀតជ័យជំនះរបស់អ៊ុយក្រែននឹងនាំឲ្យអ៊ុយក្រែនមានស្ថិរភាពនិងសេរីភាពដោយមានមូលដ្ឋានយោធាទំនើបនិងឧស្សាហកម្មជួយធ្វើឲ្យអឺរ៉ុបមានស្ថិរភាពអ្នកនិពន្ធរបាយការណ៍បានសង្កត់ធ្ងន់ថាជ័យជំនះរបស់រុស្ស៊ីនឹងជំរុញឲ្យប្រទេសអ៊ីរ៉ង់ចិននិងកូរ៉េខាងជើងបន្តដំណើរពង្រីកអំណាចក្នុងតំបន់របស់ពួកគេហើយអនុញ្ញាតឲ្យរុស្ស៊ីកសាងកងទ័ពរបស់ខ្លួនឡើងវិញដោយប្រើធនធានដែលយកមកពីប្រទេសអ៊ុយក្រែនទន្ទឹមនឹងនោះក៏វាបញ្ជូននៅរលកជនភៀសខ្លួនចូលទៅក្នុងទ្វីបអឺរ៉ុបដែលធ្វើឲ្យទ្វីបនេះមានអស្ថិរភាពបន្ថែមទៀតអ្នកនិពន្ធរបាយការណ៍នេះជឿជាក់ថាការបង្កើនជំនួយទៅដល់ប្រទេសអ៊ុយក្រែននឹងធ្វើឲ្យប្រទេសអ៊ុយក្រែនក្លាយទៅជានាវាសន្តិភាពមួយនិងរក្សាបានសន្តិសុខសម្រាប់អឺរ៉ុបដូច្នេះវាអាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកមានឱកាសដើម្បីផ្ដោតទៅលើតំបន់ផ្សេងទៀតយុទ្ធសាស្ត្រចុងក្រោយនៅក្នុងកម្មវិធីនេះគឺយុទ្ធសាស្ត្រមាគ៌ាកណ្ដាលគម្រោង2025របស់មូលនិធិបេតិកភណ្ឌផ្ដល់នូវអនុសាសន៍គោលនយោបាយស្ដីពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនរបាយការណ៍នេះបង្ហាញពីចំណុចកណ្ដាលរវាងការគ្រប់គ្រងអ៊ុយក្រែននិងការដកចេញការចូលរួមពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកអនុសាសន៍រួមមានការកំហិតការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកមានយុទ្ធសាស្ត្រសន្តិសុខជាតិច្បាស់លាស់ទទួលស្គាល់សិទ្ធិរបស់អ៊ុយក្រែនក្នុងការការពារខ្លួនរបាយការណ៍នេះបានបញ្ជាក់ពីសារៈសំខាន់នៃប្រទេសអ៊ុយក្រែនមួយដែលមានសេរីភាពនិងឯករាជ្យភាពហើយបានគូបញ្ជាក់ថាការដែលរុស្ស៊ីមកកាន់កាប់ប្រទេសអ៊ុយក្រែនគឺនឹងធ្វើឲ្យខូចខាតដល់សន្តិសុខនៅសហភាពអឺរ៉ុបរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំម៉ែនកឹមសេង VOAកម្មវិធីផ្សាយតាមវិទ្យុរបស់ VOA នៅព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នកនាងរងចាំទស្សនានិងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះតាមទូរទស្សន៍អនឡាញនិងវិទ្យុចាប់ពីម៉ោង 9:30 នាទីដល់ម៉ោង 10 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាតាមរយៈគេហទំព័រដែលមានអាសយដ្ឋានខ្មែរ.voanews.com និងតាមបណ្ដាញសង្គម YouTube និង Facebook និងតាមរលកវិទ្យុ 25M ត្រូវនឹងកម្រិត 9335 និង 11675 kHz ហើយលោកអ្នកនាងក៏អាចស្ដាប់កម្មវិធីផ្សាយនៅពេលរាត្រីឡើងវិញបានតាមរលកវិទ្យុកម្រិត 1575 kHz នៅម៉ោង 10:30 នាទីដល់ម៉ោង 11 យប់សូមលោកអ្នកនាងប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់ប្រការអរុនសួស្តី
This program has come to you from the Voice of America, Washington.